อันนี้มวนงวบសាច់ល្អគាត់មួយ2គីឡូ2គីឡូជាងនេះក្នុងករណីយើងបើកសិដ្ឋានចាំមន់យកសុទ្ធចឹងបើសិនជាទីធ្លាយើងធំយើងគួរតែជីកស្រះហើយចិញ្ចឹមកពើឬក៏ចិញ្ចឹមកធាយដែលមន់ងាប់នេះយើងអាចយកទៅបោចវាស្អាតយើងកិនលាយជាមួយចំណីកធាយឲ្យកធាយស៊ីឆាប់ធំហើយយើងចំណេញបានចំណីកធាយមកតង់ទៀតយើងអត់ចោលវាទេអញ្ចឹងយើងអាចចិញ្ចឹមកធាយស៊ីកាន់តែធំអញ្ចឹងណាហើយមន់របស់យើងក៏យើងប្រមូលផលបានជារៀងរាល់ថ្ងៃដែរហើយមុខរបរមួយនេះគឺខ្ញុំស្រឡាញ់មែនទែនការងារមួយនេះគាត់ថាវាក្លិនស្អុយវាមានក្លិនស្អុយវាមិនអត់ទេការខ្ញុំចូលដំបូងគឺអាឡាក់ស៊ីច្រមុះនឹងភ្នែកដោយសារយើងអត់ទាន់ស្វាំសូម្បីឥឡូវចូលដល់ខែត្រជាក់ក៏យើងធ្វើទុកដែរស្វាងភ្នែកដែរតែធ្វើម៉េចការងារដែលយើងស្រឡាញ់ចូលចិត្តហើយយើងខំប្រឹងប្រែងធ្វើវាក្រេបជក់យកបទពិសោធន៍ឲ្យបានច្រើនគីឡូយើងត្រឡប់ចូលប្រទេសយើងវិញយើងមានលុយខ្លះមួយចំនួនខ្លះប្រហែលជាអាចធ្វើកើតដូចគេគឺល្អអញ្ចឹងណាដោយសារមុខរបរមួយនេះគឺលុយចូលរាល់ថ្ងៃឲ្យតែយើងចាំវាជោគជ័យបើយើងធ្វើបរាជ័យគឺខាតអស់ច្រើនដោយសារយើងចំណាយទុនច្រើនណាតែបើសិនជាយើងចាំវាជោគជ័យបែបនេះហើយគឺចំណូលយើងចូលរាល់ថ្ងៃទោះបីជាសេដ្ឋកិច្ចសកលធ្លាក់ចុះបែបណាក៏ដោយក៏ពងមាន់នៅមកក្រប4-500ដដែលអញ្ចឹងណាហើយមើលនេះពងវាច្រើនណាបងប្អូនពងវាទាំងខ្សែទៅតែម្ដងហ្នឹងហើយអាយុវាច្រើនដែរអាយុមួយឆ្នាំកន្លះឲ្យមាន់ដែលខ្ញុំកាន់នេះមួយឆ្នាំកន្លះហើយក៏ប៉ុន្តែទិន្នផលរបស់វានៅ17000គ្រាប់18000គ្រាប់រហូតបើយើងកាលដំបូងយើងដាក់ដំបូងគឺពងបានច្រើនមួយថ្ងៃ20000គ្រាប់19000 20000គ្រាប់អូបន្តបានឡូវមួយឆ្នាំកន្លះនៅសល់17000 18000ក៏នៅតែចំណេញដែរបងប្អូនដោយសារតែវាស៊ីចំណីអស់តិចទេមាន់20000ក្បាលនេះធុងចំណីរត់មួយថ្ងៃ6ដងហើយស៊ីអស់តែជាង200គីឡូឯងបងប្អូន220 230គីឡូបាទទៅពេលអញ្ចឹងយើងគុណទៅពងមាន់17000គ្រាប់យើងគុណតែតម្លៃ400ទៅគឺយើងឃើញលុយចំណេញហើយអាហ្នឹងបើសិនជាយើងធ្វើការហើយលុយរាល់ថ្ងៃលុយចូលរាល់ថ្ងៃរហូតដល់រយៈពេល2ឆ្នាំទើបយើងជំរុះសាច់ហើយជំរុះសាច់យើងអាចលក់សាច់បានទៅឲ្យខាងក្រុមហ៊ុនធ្វើហត់ដកធ្វើអីបានណាដល់យើងរាប់ក្បាលក៏បានយើងខ្លឹងគីឡូក៏បានអញ្ចឹងណាគឺអញ្ចឹងហើយមើលមាន់ហ្នឹងហើយវីដេអូគឺមានតែប៉ុណ្ណឹងបងប្អូនហើយស៊ុបរបស់វាធំបងប្អូនធំហើយមានរសជាតិឆ្ងាញ់ឃើញទេធំហើយចំណីរបស់វាគឺសាមញ្ញបំផុតមានអង្គកតុកម៉ត់ហើយនឹងពូតហ្នឹងជាដើមហើយសម្រាប់វីតាមីននិងអ្វីផ្សេងគឺគេដាក់ធុងផ្សេងដាក់ចូលធុងផ្សេងសម្រាប់រត់ចំណីហើយវីតាមីនជំនួយគ្រឿងក្នុងអីគឺយើងដាក់ចាខែក្តៅតែឥឡូវយើងអត់មានដាក់ទៀតទេគឺមាន់យើងសុខភាពល្អមួយថ្ងៃងាប់1ងាប់2ងាប់3នេះគឺវាជារឿងធម្មតានៃមាន់ទៅហើយកាលណាយើងដាក់ច្រើនវាជន់គ្នាងាប់ជារឿងធម្មតាអញ្ចឹងណាអូខេវីដេអូគឺមានប៉ុណ្ណឹង